ในขนมสมัยวิจัยกับวิธีទំនើបការធ្វើដំណើរកំពុងតែមានការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សរថយន្តអគ្គិសនីឬហៅកាត់ថា EV កំពុងក្លាយជាជម្រើសថ្មីមួយសម្រាប់ប្រជាជននៅតាមបណ្ដាប្រទេសជាច្រើនកម្ពុជាក៏មិនខុសគ្នាដែរចំនួនអ្នកប្រើប្រាស់រថយន្តអគ្គិសនីនេះមានការកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងប្រមាណឆ្នាំចុងក្រោយនេះដើម្បីឆ្លើយតបនឹងតម្រូវការអ្នកជំនាញជួសជុលរថយន្តអគ្គិសនីវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបានដាក់បញ្ចូលវគ្គបណ្ដុះបណ្ដាលថ្មីនេះទៅក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសឬហៅកាត់ថា TVET ពីលើការជួសជុលប្រភេទរថយន្តដើរដោយអ៊ីនធឺណិតមូលហេតុដែលសាលាយកជំនាញថែទាំជួសជុលរថយន្ត EV នេះបញ្ចូលក្នុងកម្មវិធី TVET ដោយសារតែទី1ត្រូវការអ្នកជំនាញថែទាំជួសជុលរថយន្ត EV ជាការចាំបាច់ហើយនឹងការប្រើប្រាស់រថយន្ត EV មានការកើនឡើងសម្រាប់ជំនាញថែទាំជួសជុលរថយន្តអគ្គិសនីត្រូវបានបែងចែកជា2ផ្នែកទី1ផ្នែកទ្រឹស្ដីហើយនិងអនុវត្តចំណែកផ្នែកអនុវត្តត្រូវបានបែងចែកជា6មានប្រព័ន្ធចង្កូតប្រដាល់អគ្គិសនីប្រព័ន្ធ control motor battery management ម៉ាស៊ីនត្រជាក់ inverter converter ហើយនិងប្រព័ន្ធបំភ្លឺផ្លូវក្រោយពីបញ្ចប់ការសិក្សាមុខជំនាញនេះនិស្សិតគាត់មានសមត្ថភាពយល់ដឹងទី1រចនាសម្ព័ន្ធរបស់រថយន្ត EV បាទយល់ដឹងពីនីតិវិធីនៃការប្រើប្រាស់វាស់វែងនៅពេលដែលរថយន្តមានបញ្ហាមួយទៀតគឺគាត់អាចដឹងពីប្រភេទរបស់រថយន្តជាការពិតណាស់រថយន្តអគ្គិសនីនេះមានគុណសម្បត្តិច្រើននិងមានបច្ចេកវិទ្យាទំនើបយ៉ាងណាក្តីបញ្ហាបច្ចេកទេសក៏នៅតែកើតមានឡើងសម្រាប់រថយន្តនេះផងដែររួមមានបញ្ហាថ្ម motor បញ្ហាលើប្រព័ន្ធអេឡិចត្រូនិកនិងបញ្ហាទូទៅផ្សេងទៀតដែលត្រូវការអ្នកជំនាញផ្នែកជួសជុលនិងថែទាំប្រកបដោយជំនាញជាក់លាក់ផងដែរពីមុនមនុស្សយើងធ្លាប់យល់ដឹងថាផ្នែកទៅលើម៉ាស៊ីនដោយចំហេះបាទដល់ពេលដែលដល់យុគសម័យមួយដែលប្រើ EV អញ្ចឹងមនុស្សធ្វើការបត់បែនធ្វើការ up skill ដើម្បីឲ្យទាន់នឹងបច្ចេកវិទ្យាបច្ចុប្បន្ននេះនៅថ្ងៃខាងមុខខ្ញុំសង្ឃឹមថាអ្នកបច្ចេកទេសរថយន្ត EV នឹងមានភាពទូលំទូលាយដោយអ្នកដែលជួសជុលម៉ាស៊ីនដោយចំហេះដែរនៅពេលដែលសម្បូរជាងច្រើននៅពេលនោះប្រទេសយើងមិនចាំបាច់ត្រូវការអ្នកបច្ចេកទេសមកពីខាងក្រៅមួយទៀតគឺមានភាពងាយស្រួលរហ័សទាន់ចិត្តនៅពេលដែលធ្វើការលើសេវាកម្មអ្វីមួយយុវជនហេងផាក់យ៉ុងដែលកំពុងសិក្សាលើជំនាញជួសជុលនិងថែទាំរថយន្តអគ្គិសនីនេះបានឲ្យដឹងថាខ្លួនជ្រើសរើសមុខជំនាញនេះគឺស្របស្របតាមតម្រូវការការងារបច្ចុប្បន្ននិងចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិផងដែរខ្ញុំសង្កេតឃើញថាប្រទេសកម្ពុជាយើងបច្ចុប្បន្នគឺជាប្រទេសដែលកំពុងអភិវឌ្ឍដូចនេះហើយជំនាញមួយនេះក៏អាចជួយសម្រួលនិងអភិវឌ្ឍប្រទេសយើងបានមួយកម្រិតទៀតផងដែរខ្ញុំយល់ឃើញថាវាមានអត្ថប្រយោជន៍ជាច្រើនសម្រាប់ប្រទេសយើងដែលជួយអភិវឌ្ឍសេដ្ឋកិច្ចនិងជួយដល់យុវជនយើងចំនួនក្រោយជាពិសេសបងប្អូនចំនួនក្រោយបានយល់ដឹងនៅបច្ចេកវិទ្យារថយន្តអគ្គិសនីដែលយើងហៅថា EV នេះបានយ៉ាងច្រើនផងដែររីឯយុវតីនឹមពុតនីមានដើមកំណើតពីខេត្តកំពង់ឆ្នាំងបានឲ្យដឹងថាការសិក្សាជំនាញនេះព្រោះវាជាជំនាញមួយទាន់សម័យនិងមានសារៈសំខាន់សម្រាប់បរិស្ថានបើទោះបីខ្លួនជានារីក៏ដោយបានជាខ្ញុំមករៀនជំនាញរថយន្តដូចជាមនុស្សប្រុសដោយសារតែសម័យនេះគឺជាសម័យទំនើបមួយដែលសមភាព gender សិទ្ធិស្ត្រីនិងបុរសគឺមានសិទ្ធិស្មើភាពគ្នាអញ្ចឹងបានន័យថាបុរសក៏ធ្វើបាននារីក៏ធ្វើបានខ្ញុំមានជាការលើកទឹកចិត្តដល់អ្នកដែលមិនទាន់រៀនជំនាញឲ្យងាកមកចាប់អារម្មណ៍នៅលើវិស័យបច្ចេកទេសជាពិសេសរថយន្តអគ្គិសនីដោយសារតែតម្លៃនៃទីផ្សារខ្ពស់ហើយទីផ្សារត្រូវការជំនាញនឹងជាច្រើនដើម្បីគាំទ្រការរីកចម្រើននៃបច្ចេកវិទ្យានេះវិស័យឯកជនគឺជាវិស័យសំខាន់និងមិនអាចខ្វះបានក្នុងការរុញច្រានការសិក្សាជំនាញនេះឲ្យមានប្រសិទ្ធភាពនិងជួយអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានាពេលអនាគតជាចុងក្រោយខ្ញុំសូមសំណូមពរទៅក្រុមហ៊ុនឯកជនទាំងអស់ក្នុងប្រទេសកម្ពុជាសូមមេត្តាបន្តជួយកិច្ចការគាំពៀទៅគ្រឹះស្ថានបណ្ដុះបណ្ដាលបច្ចេកទេសទាំងអស់នៅក្នុងស្រុកខ្មែរដើម្បីបង្កើតជាមូលធននិយមឬក៏ធនធានមនុស្សដើម្បីឲ្យកម្ពុជាសម្បូរដោយអ្នកចេះដឹង